ជាដំបូងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូនិងសួស្តីអ្នកទស្សនាទាំងអស់គ្នាហើយនេះខ្ញុំឈ្មោះកានស្រីវិនតំណាងក្រុមទី7ឡើងមកបកស្រាយនៅពន្យល់ប្រធានមួយដែលបានពោលថាភក្តីភាពគឺជាឧត្តមភាពដ៏សំខាន់នៅក្នុងអត្ថបទអក្សរសិល្ប៍ចូលពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ដែលក្នុងនោះយើងខ្ញុំបានសរសេរជាគម្រោងតែងដើម្បីឲ្យងាយស្រួលក្នុងការយល់ដែលក្នុងគម្រោងតែងយើងមាន3ចំណុចធំៗគឺមានសេចក្តីផ្ដើមតួសេចក្តីនិងសេចក្តីបញ្ចប់តែនៅក្នុងតួសេចក្តីផ្ដើមគឺយើងមានលំនាំបញ្ហាចំណូលបញ្ហានិងចំណត់បញ្ហានៅក្នុងលំនាំបញ្ហាយើងនិយាយឲ្យពាក់ព័ន្ធជាមួយនឹងប្រធានដែលយើងអាចនិយាយបានថាគ្រប់វណ្ណកម្មនៃអក្សរសិល្ប៍អ្នកនិពន្ធតែងតែបានលើកយកនៅបញ្ហានិងដំណោះស្រាយជាច្រើនយកមកដាក់បញ្ចូលនៅក្នុងអត្ថបទអក្សរសិល្ប៍របស់ខ្លួនហើយមិនតែប៉ុណ្ណោះអ្នកនិពន្ធក៏បានលើកយកពីភក្តីភាពនិងភាពស្មោះត្រង់របស់តួអង្គយកមកដាក់នៅក្នុងអត្ថបទរបស់ខ្លួនផងដែរហើយចូលមកដល់ចំណូលបញ្ហាគឺយើងលើកប្រធានយកមកដាក់វិញដោយយើងអាចសរសេរជាឃ្លាបជាប់ខ្លះដើម្បីឲ្យមានន័យកាន់តែងាយស្រួលលើកប្រធានយកមកដាក់ឲ្យមានន័យប្រកបប្រចាំបានដោយយើងអាចសរសេរបានថាអាស្រ័យនឹងហេតុនេះហើយទើបមានមតិមួយបានពោលថាអត្ថបទភាពគឺជាឧត្តមដ៏សំខាន់នៅក្នុងអត្ថបទអក្សរសិល្ប៍ចូលមកដល់ចំណោទបញ្ហាគឺយើងចោទសួរតាមបែបពន្យល់ដោយយើងអាចចោទសួរបានជាច្រើនរបៀបឬច្រើនប្រភេទទៅតាមការនិយមនិងការងាយស្រួលរបស់យើងដោយយើងអាចចោទសួរថាតើមតិខាងលើនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាខ្លះឬក៏ចោទសួរថាតើមតិខាងលើនេះមតិភាពខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេចបន្ទាប់ពីចប់ពីសេចក្តីផ្ដើមគឺយើងចូលមកដល់តួសេចក្តីដែលមានជាចំណុចចំនួន6មានឃ្លាជាប់សេចក្តីពន្យល់ពាក្យពន្យល់នៃប្រធានបកស្រាយនិងបកស្រាយឧទាហរណ៍នៅលើឧទាហរណ៍និងសរុបដែលនៅក្នុងមុខឃ្លាជាប់សេចក្តីគឺយើងអាចនិយាយពាក់ឲ្យជាប់ពាក់ព័ន្ធជាមួយនឹងប្រធានដោយយើងអាចនិយាយបានថាដើម្បីជាស្ពានឈានទៅដល់ការបកស្រាយខ្លឹមសារប្រធានឲ្យបានកាន់តែក្បោះក្បាយនិងស៊ីជម្រៅយើងត្រូវយល់ន័យរបស់ពាក្យពន្លឺជាមុនសិនដែលបន្តមកយើងចូលដល់ពន្យល់ពាក្យគឺមានការពន្យល់ពាក្យចំនួន3នៅក្នុងប្រធាននេះគឺមានភក្តីភាពគឺជាភាពស្មោះត្រង់សេចក្តីស្រឡាញ់ស្មោះស្ម័គ្រហើយពាក្យទី2គឺឧត្តមគតិដំណើរការគិតល្អចិត្តគំនិតខ្ពង់ខ្ពស់ចូលដល់ពាក្យទី3គឺអក្សរសិល្ប៍គឺជាកម្រងអត្ថបទទាំងណាដែលអ្នកនិពន្ធបានតាក់តែងឡើងដល់ប្រកបដោយសិលវិធីបន្ទាប់ពីយើងបានពន្យល់ពាក្យចប់យើងចូលមកដល់ពន្យល់នៃប្រធានគឺយើងពន្យល់នៃពាក្យកន្លឹះដែលយើងបានពន្យល់នៅខាងលើអំបញ្ញមិញនេះគឺយើងអាចសរសេរថាដូចនេះប្រធានខាងលើមានអត្ថន័យថាភាពស្មោះត្រង់ស្មោះស្ម័គ្រការគោរពគឺជាគំនិតដ៏ល្អឧត្តមយ៉ាងខ្លាំងនៅក្នុងអត្ថបទអក្សរសិល្ប៍យើងបានពន្យល់នៃប្រធានរួចរាល់ហើយគឺយើងចូលដល់ការបកស្រាយដោយការបកស្រាយយើងសរសេរដោយយើងតែងតែសរសេរជាការពិតណាស់ហើយយើងអាចលើកជាប្រធានយកមកដាក់វិញដោយយើងសរសេរថាជាការពិតណាស់ភក្តីភាពគឺជាឧត្តមដ៏សំខាន់នៅក្នុងអត្ថបទអក្សរសិល្ប៍ហើយពីព្រោះបានបង្ហាញពីភាពស្មោះត្រង់ដែលជាកត្តាដ៏សំខាន់របស់តួអង្គតាមរយៈអត្ថបទអក្សរសិល្ប៍នីមួយៗអត្ថបទអក្សរសិល្ប៍មាន3ប្រភេទគឺមានទំនើបបុរាណនិងប្រជាប្រិយរីឯចលនាអក្សរសិល្ប៍គឺមានចំនួន4គឺចលនាអក្សរសិល្ប៍បែបពុទ្ធនិយមព្រាហ្មណ៍និយមខេមរៈនិយមនិងបរទេសនិយមលើពីនេះទៅទៀតអក្សរសិល្ប៍ទាំងនេះត្រូវបានអនិពន្ធឆ្លុះបញ្ចាំងពីគំនិតសំខាន់មួយគឺភក្តីភាពរបស់តួអង្គរាល់សុភមង្គលសេចក្តីសុខនិងភាពរីកចម្រើនរបស់ទាំងអស់នេះសុទ្ធតែស្ដែងចេញពីភក្តីភាពដោយនៅក្នុងបទប្រធាននេះគឺយើងមានលើកយកនៅគំនិតសំខាន់ចំនួន3គឺភក្តីភាពចំពោះខ្លួនឯងភក្តីភាពចំពោះគ្រួសារនិងភក្តីភាពចំពោះមាតុភូមិដំបូងយើងបកស្រាយពីភក្តីភាពចំពោះខ្លួនឯងជាមុនសិនភក្តីភាពចំពោះខ្លួនឯងគឺមានភាពស្មោះត្រង់ចំពោះការងារស្មោះត្រង់ចំពោះមនុស្សដែល
យោជន៍រួមជាធំការគិតពីប្រយោជន៍រួមជាធំចូលរួមអភិវឌ្ឍជាតិមិនប្រកាន់វណ្ណៈមិនរើសអើងជាតិសាសន៍ប្រកាន់សច្ចធម៌ថែរក្សាវប្បធម៌ជំនាញទម្លាប់ឲ្យបានគង់វង្សហើយចំពោះភក្តីភាពទាំង3នេះវាជាកំណត់សំខាន់នៅក្នុងមតិវិធានរបស់យើងបន្ទាប់ពីយើងបានបកស្រាយភក្តីភាពបកស្រាយអំពីកំណត់សំខាន់របស់យើងខាងលើរួចរាល់អស់ហើយបន្ទាប់មកយើងចូលមកដល់ឧទាហរណ៍នៅក្នុងការដែលអក្សរសិល្ប៍ដែលយើងលើករឿងដែលតាក់ទងទៅនឹងប្រធានហ្នឹងដែលបង្ហាញពីភក្តីភាពរបស់តួអង្គនៅក្នុងសាច់រឿងនីមួយៗដែលក្នុងនេះខ្ញុំបានលើកយករឿងចំនួន3មកដើម្បីនឹងមកបកស្រាយទី1គឺរឿងកលាបៃលិនគឺរឿងកលាបៃលិនបានបង្ហាញពីភក្តីភាពរបស់ចៅចាត់ចំពោះចៅវាយដែលជាលោករួមរតនសម្បត្តិដែលយើងអាចមើលឃើញនៅក្នុងសាច់រឿងគឺបានបង្ហាញនៅពេលដែលមានចៅប្លន់នៅក្នុងព្រៃចៅចិត្តគឺមានភក្តីភាពចំពោះលោករតនសម្បត្តិនិងខុននារីដែលចៅចិត្តមិនបានរត់ចោលអ្នកទាំងពីរឡើយគឺនៅតស៊ូប្រយុទ្ធជាមួយនឹងចៅដើម្បីការពារអ្នកទាំងពីរហើយមួយទៀតគឺចៅចិត្តមានភក្តីភាពចំពោះការងារខិតខំប្រឹងប្រែងធ្វើការងារដោយមិនមានភាពរារែកឡើយហើយចូលមកដល់រឿងទី2គឺរឿងការសពូនគឺបានបង្ហាញភក្តីភាពរបស់នាងវិធាវីចំពោះបុនខឿនដែលនៅក្នុងសាច់រឿងគឺបានបង្ហាញថានាងវិធាវីហ្នឹងគឺមានចិត្តស្រឡាញ់បុនខឿនដោយស្មោះត្រង់គឺមិនទោះបីជាយាយនួនហ្នឹងបានលើកនាងវិធាវីទៅឲ្យណៃសូត្រក៏ដោយប៉ុន្តែវិធាវីគឺមិនបានស្រឡាញ់ណៃសូត្រថាប្រែចិត្តពីបុនខឿនឡើយគឺនៅតែស្រឡាញ់បុនខឿនរហូតដល់ឈឺរីងរៃរហូតដល់ស្លាប់ខ្លួនបន្ទាប់ពីយើងបកស្រាយរឿងការសពូនរួចគឺយើងចូលមកដល់រឿងទី3គឺរឿងដេជោយ័តរឿងដេជោយ័តគឺបានបង្ហាញពីភក្តីភាពរបស់ដេជោមាសនិងយ័តចំពោះជាតិមេតុភូមិដែលអ្នកទាំងពីរបានរួមដៃគ្នាកំចាត់ស្ដេចសម្រែដែលជាជនក្បត់ជាតិចង់បះបោដណ្ដើមរាជសម្បត្តិដើម្បីការពារជាតិមេតុភូមិឲ្យមានសុខសន្តិភាពបន្ទាប់ពីយើងបានបកស្រាយដល់រឿងក្នុងឧទាហរណ៍រួចរាល់ហើយគឺយើងចូលមកដល់សរុបសេចក្តីគឺយើងសរុបការបកស្រាយរបស់យើងទាំងអស់ហ្នឹងមកវិញដោយយើងអាចសរសេរបានថាសរុបសេចក្តីមកស្នាដៃអក្សរសិល្ប៍ដែលបានបង្ហាញពីភក្តីភាពរបស់តួអង្គពិតជាធ្វើឲ្យតួអង្គទទួលបាននូវសេចក្តីសុខសុភមង្គលព្រមទាំងភាពរីកចម្រើនយ៉ាងពិតប្រាកដមែនលើពីនេះទៅទៀតវាគឺជាគំនិតដ៏ល្អនៅក្នុងអត្ថបទអក្សរសិល្ប៍ដែរបន្ទាប់ពីយើងបានបកស្រាយហើយយើងបានលើសរុបសេចក្តីរួចរាល់ហើយគឺយើងឈានចូលមកដល់ចំណុចទី3គឺសេចក្តីបញ្ចប់នៅក្នុងសេចក្តីបញ្ចប់គឺយើងមាន2ចំណុចធំដែរគឺមានទី1គឺវាតម្លៃវិធានទី2គឺមតិផ្ទាល់ខ្លួននៅក្នុងការវាតម្លៃវិធានហ្នឹងគឺយើងវាតម្លៃវិធានទៅតាមការបកស្រាយខាងលើហ្នឹងតែយើងអាចសេចបានថាចូលតាមការបកស្រាយខាងលើរបស់យើងឃើញថាប្រធានខាងលើហ្នឹងគឺពិតជាមានអត្ថន័យល្អគ្រប់គ្រាន់ដើម្បីជាគុណប្រយោជន៍ទៅដល់អ្នកសិក្សាឲ្យគាត់អ្នកសិក្សាទាំងអស់ហ្នឹងបានយកជាគំរូតាមនឹងមានភក្តីភាពចំពោះការរស់នៅប្រចាំថ្ងៃរបស់ខ្លួនបន្ទាប់ពីយើងបានវាតម្លៃប្រធានរួចរាល់ហើយគឺយើងចូលមកដល់មតិផ្ទាល់ខ្លួនម្ដងដែលជាចំណុចបញ្ចប់សម្រាប់មតិផ្ទាល់ខ្លួនគឺយើងអាចនិយាយពីមតិរបស់យើងផ្ទាល់ចំពោះប្រធានដែលយើងបានបកស្រាយខាងលើទាំងអស់ហ្នឹងគឺយើងអាចសរសេរបានថាក្នុងនាមយើងជាសិស្សានុសិស្សគឺយើងគប្បីប្រកាន់ជាប់នូវភាពស្មោះត្រង់ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃព្រមទាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងផងដែរចប់ហើយខ្ញុំក៏សូមខន្តីអភ័យទោសបើសិនជាមានចន្លោះខ្វះខាតកន្លែងណានិងពាក្យសម្ដីដែលនិយាយដល់លើសលួសកន្លែងណាហើយខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូនិងអ្នកទស្សនាទាំងអស់គ្នាដែលបានចំណាយពេលឲ្យមានតម្លៃមកអង្គុយទស្សនាវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះសូមអរគុណ